កាត់ច្រើនផ្លេចនឹកអាម្ហូបស្រួលហើយឆ្ងាញ់មានកលាំងទៀតកសទឹកប្រេងខ្យងប៊ីចេងទឹកប៉េងប៉ោះម្រេចខ្ទឹមចិញ្ច្រាំហើយទឹកយើងធម្មតាហ្នឹងមិនតិចមកកូរគ្រឿងឲ្យចូលគ្នាអស់ហើយវគ្គហ្នឹងយើងអាចភ្លក់បានថាគ្រឿងប្រៃសាប៉ុន្មានលៃលក់ទៅតាមចំណង់ចំណូលចិត្តតែយើងដាក់រៀងដិតតិចមកព្រោះយើងយកទៅស្រោចលើសាច់ណាបងឆាធម្មតាខ្ទឹមលីងឲ្យក្រហមដាក់សាច់គោយើងមកឆាមកត្រឡប់ពីត្រឡប់ហើយយកទឹកដែលយើងបានលាយហ្នឹងស្រោចម្ដងបន្តិចម្ដងបន្តិចលីងបន្តិចឲ្យគ្រឿងហើយទឹកហ្នឹងចូលជាតិគ្នាដាក់ស្លឹកខ្ទឹមគឺជាការស្រេចចំណុចសំខាន់នៅកន្លែងនេះស្ករសម្សៅស៊ុបប៊ីចេងម្រេចតិចច្រើនទៅតាមចំណង់ចំណូលចិត្តក្រូចឆ្មាកូរច្បល់ឲ្យជាល្បាយតែមួយថែមអំបិលបន្តិចហើយនឹងដោះគោខាប់ឲ្យកាន់តែឈ្ងុយនិងមានជាតិណាខ្ទឹមនឹងច្រាមហើយនឹងម្ទេសលក់យករសជាតិជូរអែមមកគឺជាការស្រេចព្រោះលោកលាក់យើងនេះរៀងប្រៃហើយបើថាលោកលាក់ក៏មិនត្រូវដែរណាព្រោះខ្ញុំអត់ដាក់ម្សៅឆាបងប្អូនអើយឃើញឆាធម្មតាអញ្ចឹងមានកម្លាំងមែនតើអារឿងម្ហូបគិតចុះគិតឡើងក៏តែពិបាកផ្លិចអារឿងស្រួលមកខ្លាំហ្នឹងគឺថាពេលយប់ជួនគាត់បៅជួនគាត់អត់បៅប៉ុន្តែយើងដាក់ទៅសគួរអញ្ចឹងណាតែមុនចូលដេកហ្នឹងគឺថាដាក់មួយដបសិនហើយមើលមិនដោះគេលាបម្សៅឲ្យលាបដល់ហើយលាបឡើងអស់មួយកំប៉ុងហើយដឹង